ព្រះធ្វើការមិនដូចជាអ្នកធ្វើការព្រះគិតមិនដូចជាអ្នកគិតចាកែប្រែចិត្តខ្លួនឯងថ្ងៃនេះផងដែរដេទី80ចាដែលម្ដាមសិទ្ធិការនឹងចែករំលែកជូនទៅកាន់បងប្អូនអ្នកនរគ្នាពីកន្លឹះចាហេតុអីបានជាខ្ញុំថាព្រះធ្វើការមិនដូចជាយើងធ្វើការព្រះគិតមិនដូចជាយើងគិតចាមានន័យថានៅពេលដែលយើងគិតណាបងប្អូនអ្នកគ្នាគឺយើងគិតបានខ្លីចាហើយតិចជាងព្រះចាព្រះយើងធ្វើការក៏ដូចគ្នាយើងធ្វើការកម្លាំងយើងឆាប់អស់ធម៌ពលឆាប់អស់កម្លាំងក៏ប៉ុន្តែព្រះធ្វើការគឺអត់មានដែនកំណត់ចាអញ្ចឹងរឿងតែមួយគត់បងប្អូនទីស្រឡាញ់អស់គ្នាចាបងប្អូនត្រូវមិនថាបងប្អូនជួបបបវិសោធន៍អីនៅក្នុងជីវិតនៅសល់តែដង្ហើមចង្រិតក្តៅតែបងប្អូនត្រូវតែជឿទុកចិត្តទៅលើព្រះវរបិតាឬក៏ប៉ាប៉ាចក្រវាលនៃយើងចាអញ្ចឹងចូលបងប្អូនមានជំនឿទៅលើទ្រង់ឲ្យអស់ពីចិត្តចាមានជំនឿលើទ្រង់ឲ្យអស់ពីចិត្តមិនថាបងប្អូនជួបអ្វីទេបងប្អូនចូលមានជំនឿទៅលើទ្រង់ឲ្យអស់ពីចិត្តចាហេតុអីសម្រាប់ម្ដាមសេដ្ឋការគឺឆ្លងបាត់ពិសោធន៍មួយនេះនៅពេលដែលខ្ញុំឆ្លងផុតចាខ្ញុំមិនថាជួបអីទេខ្ញុំតែងតែជឿទៅលើចក្រវាលចាខ្ញុំតែងតែអធិដ្ឋានចិត្តចាអរគុណព្រះវរបិតាអរគុណព្រះជាម្ចាស់អរគុណប៉ាប៉ាចក្រវាលជីវិតរបស់កូននឹងមានពន្លឺនឹងមានច្រកចេញចាព្រោះអីគ្រប់យ៉ាងបងប្អូនអ្នកគ្នាតែដល់ពេលវេលាត្រង់ឲ្យគឺត្រង់ឲ្យចាមិនថាបងប្អូនជួបនៅរឿងតិចទៀនគេមើងងាយគេថាស្ដីយ៉ាងណាទេតែបងប្អូនចូលមានជំនឿនៅលើខ្លួនឯងចូលមានជំនឿលើមានក្តីស្រឡាញ់ចំពោះខ្លួនឯងចូលមានជំនឿទៅលើត្រង់ចាយ៉ាងពិតប្រាកដយ៉ាងមុតមមបងប្អូននឹងទទួលបានបំណងប្រាថ្នាដែលបងប្អូនប្រាថ្នាចាយ៉ាងពិតប្រាកដមិនថាបងប្អូនពេលនេះជួបខលៈទេសៈអីទេតែចូលជឿទុកចិត្តទៅលើទ្រង់ចាការធ្វើការរបស់ទ្រង់ការធ្វើការរបស់ព្រះជាម្ចាស់ការធ្វើការរបស់ព្រះវរបិតារបស់យើងគឺមិនដូចយើងទេចាអញ្ចឹងនៅពេលដែលបងប្អូនអនុញ្ញាតឲ្យខ្លួនឯងមានការជឿជាក់ទៅលើទ្រង់នឹងរៀបចំផែនការជីវិតរបស់យើងនិងអ្វីដែលល្អមកកាន់ជីវិតរបស់យើងក៏ប៉ុន្តែមុនដំបូងបងប្អូនត្រូវតែមានសេចក្តីប្រាថ្នាពេលដែលបងប្អូនប្រាថ្នាឲ្យកុំទន្ទឹងកុំកង្វល់អីទាំងអស់ធ្វើការងារប្រចាំថ្ងៃរបស់យើងជារៀងរាល់ថ្ងៃឲ្យបានល្អបំផុតចាអញ្ចឹងតែជឿទុកចិត្តទៅលើទ្រង់ដូចជាខ្ញុំរាល់ថ្ងៃការចែករំលែកការធ្វើវីដេអូមួយនេះគឺខ្ញុំមានក្តីស្រឡាញ់ហើយខ្ញុំជឿជាក់ទៅលើចក្រវាលចាថាជីវិតរបស់ខ្ញុំនៃថ្ងៃអនាគតនឹងបានអ្វីដែលខ្ញុំប្រាថ្នាតែខ្ញុំមិនទន្ទឹងខ្ញុំមិនតក់កុហលទេតែខ្ញុំមានការជឿជាក់ទៅលើទ្រង់ចឹងមិនថាបងប្អូនជួបរឿងអីទេត្រូវគេមើងងាយត្រូវគេស្ដីថាយើងសាំងកំហុសអីមួយខ្លួនឯងបងប្អូនកុំត្រូវតែជឿទុកចិត្តលើខ្លួនឯងផ្ដោតក្តីស្រឡាញ់ឲ្យខ្លួនឯងផ្ដោតស្នាមញញឹមឲ្យខ្លួនឯងគ្រប់ពេលគ្រប់វេលាចូលមានក្តីសុខថាចានឹងកំហុសដែលយើងសាងចូលមានក្តីសុខមានជំនឿមកកាន់ខ្លួនឯងមានជំនឿទៅកាន់ព្រះជាម្ចាស់ចាអញ្ចឹងបងប្អូនត្រូវដឹងណាយើងធ្វើការមិនដូចជាព្រះធ្វើការយើងគិតមិនដូចជាព្រះគិតអញ្ចឹងបងប្អូនមានតួនាទីធ្វើនៅថ្ងៃនេះឲ្យល្អបំផុតទៅបានហើយចាផែនការនៃជីវិតរបស់យើងបកគលជូនទៅកាន់ព្រះជាម្ចាស់ឲ្យចាត់ចែងជីវិតរបស់យើងអូខេដោយក្តីស្រឡាញ់និងបំណងល្អពីម្ដាមសិទ្ធិការជម្រាបលាបាយបាយ I love you បងប្អូន